ស្រះដំរីរតនសម្បត្តិលាក់ខ្លួនកណ្ដាលព្រៃជ្រៅនៃភ្នំគូលែននៅពេលដែលគេនិយាយអំពីភ្នំគូលែនទេសភាពភាគច្រើនតែងតែនឹកឃើញដល់ទឹកធ្លាក់ដ៏ត្រជាក់ល្ហឹមព្រះអង្គធំឬស្ទឹងលឹង1000ប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់ការផ្សងព្រេងនិងចង់ស្វែងរកភាពអស្ចារ្យដែលលាក់កំបាំងសម្រស់ដ៏ពិតប្រាកដនៃភ្នំពិសិដ្ឋមួយនេះគឺស្ថិតនៅទីតាំងប្រវត្តិសាស្ត្រដ៏អាថ៌កំបាំងមួយឈ្មោះថាស្រះដំរីអស្ចារ្យនៃចម្លាក់ថ្មភក់ធម្មជាតិអ្វីដែលធ្វើឲ្យស្រះដំរីមានភាពល្បីល្បាញនិងគួរឲ្យស្ញប់ស្ញែងបំផុតនោះគឺចម្លាក់ដំរីថ្មភក់ដ៏ធំស្កឹមស្កៃដែលមានកម្ពស់ជិត3ម៉ែត្រនិងប្រវែងជិត4ម៉ែត្រអ្វីជាភាពអស្ចារ្យផ្នែកវិស្វកម្មនិងសិល្បៈរបស់ដូនតាខ្មែរគឺចម្លាក់ដំរីនេះមិនមែនជាថ្មដែលដាប់យកមកដំឡើងនោះទេប៉ុន្តែជាការឆ្លាក់ចេញពីប្លុកផ្ទាំងថ្មភក់ធម្មជាតិដុសចេញពីដីនៅទីនោះផ្ទាល់តែម្ដងរូបដំរីនេះឈរយ៉ាងរឹងមាំយាមល្បាតព្រៃព្រឹក្សារាប់រយឆ្នាំមកហើយបែរមុខទៅទិសខាងលិចឆ្ពោះទៅរកទីក្រុងអង្គរហាក់ដូចជាកំពុងការពារទឹកដីដ៏ពិសិដ្ឋមួយនេះក្រៅពីរូបដំរីនេះនៅជុំវិញនោះក៏មានចម្លាក់សត្វដទៃទៀតដូចជាចម្លាក់សត្វតោដែលឈរយាមនៅក្បែរនោះចម្លាក់សត្វខ្លានិងសត្វគោដែលឆ្លាក់ចេញពីផ្ទាំងថ្មធំដូចគ្នា